មានសិប្បករមួយចំនួនគឺពេលគាត់យកមកធ្វើតែវិភាគនៅកន្លែងយើងគាត់មានចម្ងល់ថាហេតុអ្វីបានជានៅលើ certificate របស់យើងណាមាន logo របស់ lab ហើយមាន logo របស់ ISO ទៀតគាត់អត់យល់ពាក្យថា ISO មានន័យថាម៉េចទេ logo របស់ ISO បានន័យថាចំពោះប្រទេសទៅសកលលោកគឺគាត់ចាប់ផ្ដើមទទួលស្គាល់ហើយថាលទ្ធផលតែវិភាគហ្នឹងគឺគេទទួលស្គាល់អាចនាំចេញបានលោកស្រីលើកឡើងពីការវិតម្លៃទទួលស្គាល់ពីសិង្ហបុរីផងពីអូស្ត្រាលីញូហ្សេឡង់ទៀតការវិតម្លៃទទួលស្គាល់នេះវាមានសារៈប្រយោជន៍អីខ្លះចំពោះការវិតម្លៃហ្នឹងពិតជាមានសារៈសំខាន់ដល់អ្នកផលិតខ្ញុំឧទាហរណ៍ជាក់ស្ដែងដូចជាមានសិប្បករមួយចំនួនគឺពេលគាត់យកមកធ្វើតែវិភាគនៅកន្លែងយើងគាត់មានចម្ងល់ថាហេតុអ្វីបានជានៅលើ certificate របស់យើងណាមាន logo របស់ lab ហើយមាន logo របស់ ISO ទៀតគាត់អត់យល់ពាក្យថា ISO មានន័យថាម៉េចទេអញ្ចឹងនៅពេលហ្នឹងពួកយើងខ្ញុំក៏បញ្យល់ទៅគាត់ថានៅពេលដែលមាន logo របស់ ISO បានន័យថាចំពោះប្រទេសទៅសកលលោកគឺគាត់ចាប់ផ្ដើមទទួលស្គាល់ហើយថាលទ្ធផលតែវិភាគហ្នឹងគឺគេទទួលស្គាល់អាចនាំចេញបានប៉ុន្តែបើសិនជាអត់មាន ISO ទេអញ្ចឹងគាត់តែបញ្ជាក់ថាអូខេផលិតផលរបស់គាត់គឺមានគុណភាពសុវត្ថិភាពប៉ុន្តែទៅសកលលោកគេនឹងមានជា question មកបញ្ជាក់ថាការធ្វើតេស្តហ្នឹងគឺត្រឹមត្រូវឬមិនត្រឹមត្រូវប៉ុន្តែនៅពេលដែលយើងមានការវិតម្លៃទទួលស្គាល់ដែលជាអន្តរជាតិអញ្ចឹងនៅពេលដែល certificate ហ្នឹងផ្ញើទៅក្រៅប្រទេសគេនឹងទទួលស្គាល់ថាអូខេលទ្ធផលតែវិភាគហ្នឹងគឺត្រឹមត្រូវអញ្ចឹងបានន័យថាផលិតផលដែលគាត់យកធ្វើតែវិភាគនៅកន្លែងមន្ទីរពិសោធន៍ដែលទទួលបានការវិតម្លៃទទួលស្គាល់ហ្នឹងគឺថាគាត់ជឿជាក់បានមិនមែនគ្រប់មន្ទីរពិសោធន៍ទាំងអស់បច្ចុប្បន្ននេះសុទ្ធតែមានការវិតម្លៃទទួលស្គាល់ជាលក្ខណៈអន្តរជាតិទេអញ្ចឹងបងប្អូនជាសិប្បករជាម្ចាស់សហគ្រាសក៏អាចនឹងការធ្វើការស្វែងយល់បន្ថែមតាមមន្ទីរពិសោធន៍ណាដែលនឹងផ្ដល់ភាពជឿជាក់ជាពិសេសសម្រាប់អ្នកដែលចង់នាំចេញតែម្ដងត្រង់នេះក៏ខ្ញុំឆ្លៀតឱកាសហ្នឹងគឺចង់ឲ្យមន្ទីរពិសោធន៍មួយចំនួនដែរថាបើសិនជាគាត់អាចគួរតែស្វែងយល់អំពី ISO ហើយគួរតែគាត់ apply នៅក្នុងការវិតម្លៃទទួលស្គាល់ដែរដើម្បីបង្កើននូវទំនុកចិត្តនៃការធ្វើតែវិភាគរបស់យើងហើយក៏ធានាដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ដែរមានទេករណីដែលអ្នកផលិតរបស់យើងនៅក្នុងស្រុកយើងទៅធ្វើតេស្តនៅមន្ទីរពិសោធន៍មួយដែលមិនមានការវិតម្លៃទទួលស្គាល់ហើយនាំចេញទៅគេមិនទទួលយកផលិតផលរបស់គាត់ធ្លាប់មានករណីតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបជាមួយអតិថិជនគឺធ្លាប់មានគាត់ព្យាយាមតាក់ទងទៅមន្ទីរពិសោធន៍នៅខាងក្រៅប្រទេសអ្វីដែលខ្ញុំដឹងភាគច្រើនពីមុនមកគឺគាត់តាក់ទងទៅមន្ទីរពិសោធន៍នៅប្រទេសវៀតណាមគឺគាត់តាក់ទងទៅច្រើនមែនតើហើយទឹមតែមួយរយៈពេលក្រោយនៅពេលដែលគាត់ចាប់ផ្ដើមដឹងពីមន្ទីរពិសោធន៍ជាតិថាមាន ISO ដែរអញ្ចឹងគាត់ក៏បានថាអូពេលហ្នឹងគឺគាត់ចាប់ផ្ដើមមកសួរនាំហើយគាត់ចាប់ផ្ដើមស្វែងយល់ពី ISO ដោយសារគាត់អត់យល់អត្ថន័យថាហេតុអីបានជាការធ្វើតេស្តវិភាគដែលអត់មាន ISO មិនអាចនាំចេញបានអញ្ចឹងគឺមាន case ហ្នឹងគឺមានកើតឡើងដែរការនាំចេញទៅដល់ស្រុកគេហើយណាស្រាប់តែគេអត់ទទួលយកវិញ្ញាបនបត្រមន្ទីរពិសោធន៍តែធ្វើតេស្តផលិតផលរបស់គាត់មានការខាតបង់អីខ្លះដែរបាទករណីហ្នឹងគឺមានការខាតបង់ដែរដោយសារតែពេលយើងនាំចេញទៅគឺវាអាចជាប់ច្រើននៅលើការដឹកជញ្ជូនចឹងគេថានៅពេលដែលយើងដឹកជញ្ជូនយើងប្រកាសជាត្រូវការចំណាយហើយជាប់នៅកន្លែងគយអីជាដើមគឺយើងមានការចំណាយអញ្ចឹងនៅពេលដែលដឹកជញ្ជូនហើយត្រឡប់មកវិញអញ្ចឹងវាត្រូវភេ2ដងហើយថាទាំងដឹកទៅនិងដឹកមកអញ្ចឹងគាត់នឹងមានការខាតបង់ច្រើនឧទាហរណ៍ជាក់ស្ដែងតាក់ទងជាមួយនឹងការនាំស្រូវអង្ករទៅឥណ្ឌូនេស៊ីជាដើមអញ្ចឹងរាជរដ្ឋាភិបាលរបស់ឥណ្ឌូនេស៊ីស្រាប់តែគេចេញច្បាប់ថ្មីថាចាប់ពីពេលហ្នឹងទៅគឺត្រូវតែរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលអញ្ចឹងគេកំណត់ថាតតមន្ទីរពិសោធន៍ជាតិហ្នឹងលទ្ធផលធ្វើតេស្តគេទទួលស្គាល់អញ្ចឹងអតិថិជនគាត់ចាប់ផ្ដើមទៅចេញកោការអញ្ចឹងតែផលិតផលរបស់គាត់ក៏បាននាំចេញទៅហើយអញ្ចឹងគាត់ត្រូវស្តុកនៅកន្លែងឃ្លាំងរបស់គាត់អញ្ចឹងគាត់ត្រូវរ៉ាំមកធ្វើតេស្តពិសោធន៍នៅកន្លែងយើងមួយសាទៀតវាខាតទាំងតម្លៃដែលគាត់ធ្វើតេស្តមួយសាហើយខាតពេលវេលាដែលស្តុកអញ្ចឹងស្តុកមួយថ្ងៃវាខាតមួយថ្ងៃស្តុក2ថ្ងៃខាត2ថ្ងៃអញ្ចឹងនៅពេលហ្នឹងគឺមានផលវិបាកដល់ពួកគាត់ដែរ